nghiệp xưa niên trong mua khăn samอายุ46 ឆ្នាំសពថ្ងៃរស់នៅភូមិតពាំងស្រង់ឃុំស្លាស្រុកសំរោងខេត្តតាកែវត្រូវជាភរិយារបស់កុងបរាសុធី បច្ចុប្បន្នខ្ញុំលក់ដូរចាក់បាញ់ឆៅនំគ្រក់សម្រាប់ចិញ្ចឹមជីវភាពរបស់ខ្ញុំបានជាខ្ញុំស្គាល់ខាងលោកគ្រូ LOLC នឹងដោយសារលោកគ្រូគាត់ចុះមកតាមផ្ទះចាគាត់ហុចកតាឲ្យចឹងទៅខ្ញុំក៏សម្រេចចិត្តពីអ្នកប្តីតាក់តងទៅជាមួយខាងលោកគ្រូនឹងបានកម្ចីប្រាក់ខាង LOLC នឹងបានយកមកធ្វើផ្ទះនឹងបន្ទាប់ពីខ្ញុំបានកម្ចីប្រាក់ខាង LOLC នឹងហើយខាងអ្នកគ្រូក៏បានបញ្យល់ណែនាំឲ្យខ្ញុំទិញខាងធានារ៉ាប់រងសារ៉េមឌីបនឹងដើម្បីខ្លាចក្រែងថ្ងៃណាមួយដល់ប៉ះពាល់ដល់អាយុជីវិតឬមួយពិការបានអ្នកគ្រូគាត់ណែនាំឲ្យខ្ញុំទិញខាងធានារ៉ាប់រងខាងសារ៉េមឌីបនឹងចាដើម្បីការពារអាយុជីវិតទៅថ្ងៃក្រោយចានៅក្នុងខែ8ថ្ងៃទី9ចាអំឡុងពេលដែលប្តីខ្ញុំគាត់បានមានបញ្ហាគាត់ដឹងថាក្នុងខ្លួនគាត់នឹងមានបញ្ហាតែលើឈាមអីទេតែលើគាត់ដួលបោកក្បាលទៅនឹងតុហើយនាងខ្ញុំក៏បានស្គាល់បានដឹងថាគាត់ដួលនៅនឹងបោកក្បាលទៅនឹងតុដែរចាតែអញ្ចឹងទៅបានខ្ញុំចេញមកពីក្នុងបន្ទប់វិញឃើញគាត់ដួលនៅក្នុងមុខតុហ្នឹងចឹងខ្ញុំក៏បានហៅកូនមកជួយសែងគាត់ដាក់លើខែចាហើយក៏ហិតហួតឲ្យគាត់ទៅហិតហួតហើយបានហៅពេទ្យមកឲ្យស្ទង់ឈាមគាត់មើលថាពេទ្យមកដល់ស្ទង់ឈាមមើលគាត់ឈាមគាត់បាន16ឡើងដល់16ចាចឹងគាត់ថាបានប្រាប់ជំងឺរបស់គាត់នឹងមកដល់ខ្ញុំថាជំងឺគាត់នេះធ្ងន់ធ្ងរខ្លាំងណាស់ចាអញ្ចឹងបងស្រីអាចទុកគាត់ព្យាបាលនៅនឹងឬមួយក៏ចង់បញ្ជូនទៅពេញអ្នកគ្រូក៏សួរខ្ញុំអញ្ចឹងខ្ញុំក៏បានឆ្លើយប្រាប់គាត់វិញថាចាំខ្ញុំពិភាក្សាមួយបងប្អូនខាងគាត់សិនចាដល់ពេលពិភាក្សាហើយទៅបងប្អូនខាងគាត់ក៏ឲ្យមតិមកក៏ថាសម្រាប់ចិត្តបញ្ជូនគាត់មកពេទ្យពេញមកចាក៏មកពិភាក្សាគ្នាថាប្តីខ្ញុំនឹងតើតាវះកាត់ដកអាលាចេញចាហើយខ្ញុំក៏តក់ស្លុតដែរឮថាគេវះកាត់ដកអាលាប្តីចេញចាបានលោកគ្រូនឹងសម្រេចចិត្តថាឲ្យប្តីខ្ញុំនឹងចេញមកសម្រាប់នៅព្យាបាលនៅផ្ទះ30ថ្ងៃចាទិញថ្នាំទិញអីតាមការពេទ្យណាត់ឲ្យទៅជួបចឹងទៅហើយទិញថ្នាំខ្លួនឯងយកមកព្យាបាលនៅផ្ទះខ្លះចឹងទៅហើយបើនៅពេទ្យនោះលោកគ្រូតែងណែនាំឲ្យយើងធ្វើចរណាឲ្យគាត់អីចឹងឲ្យថ្នាំលេបចឹងទៅហើយលោកគាត់អាចដើរបានខ្លះចឹងណាលោកគ្រូគាត់បញ្យល់ប្រាប់ចឹងដែរប៉ុន្តែតាំងពីមកពីពេទ្យនឹងរហូតមកដល់ឥឡូវនេះធ្វើចរណាឲ្យគាត់ហើយនៅតែគាត់នៅមិនបានដើររួចអត់ដែរចាហើយលោកគ្រូជីវភាពរបស់ខ្ញុំតាំងពីគាត់មានបញ្ហារហូតមកដល់ឥឡូវចាពីមួយថ្ងៃទៅមួយថ្ងៃថាខ្វះខាតលុយទិញថ្នាំឲ្យគាត់លេបចឹងណាលោកគ្រូចាតិចបានបងប្អូនជួយតិចតួចចឹងទៅបានតែទិញថ្នាំឲ្យគាត់ហូបចុកប្រចាំថ្ងៃចឹងទៅលោកគ្រូចានាងខ្ញុំក៏សូមអរគុណខាងក្រុមហ៊ុនធានារ៉ាប់រងសារ៉េនឌីបចាបានផ្ដល់ជាសំណងដល់គ្រួសារនាងខ្ញុំពិតប្រាកដមែនចាសូមអរគុណយ៉ាងខ្លាំងជាជ្រាលជ្រៅបើសិនជាបងប្អូនចង់ប្រើប្រាស់ប្រាក់កម្ចីខាង LOLC ហើយកុំភ្លេចទិញធានារ៉ាប់រងចាខាងសារ៉េនឌីបគាត់ពិតជាបានសងសំណងដល់ក្នុងគ្រួសាររបស់នាងខ្ញុំពិតប្រាកដមែន